ស្ដីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះផងដែរជួបជាមួយនឹង admin ម្ដងទៀតហើយជាមួយនឹងភាគ5នៃរឿង Overdue មិននឹងចូលដល់សាច់រឿងរបស់យើងសូមជួយចុច like share subscribe និង comment លេខជាមួយ admin ម្នាក់មួយផងណាតោះចូលសាច់រឿងទាំងអស់គ្នាហ្មងទៅនៅពេលនេះកម្មវិធីនៅផ្ទះរបស់គ្រួសារមូរុងបានចាប់ផ្ដើមហើយអ្នកដែលបើកឡានកិច្ចក្របគឺប៉ែចុងឈីនឹងក៏បានមកដល់ដែររួមជាមួយនឹងឈិញយូលីពូជឺនឹងក៏ចូលរួមដែរកម្មវិធីដែលជួបជុំមុនកម្មវិធីបើកសម្ពោធសាលាកសិចរនឹងជាផ្លូវការតែប៉ុណ្ណោះតែមិនដឹងហេតុអីបានជាគេមិនអោយបើកឡានចូលសំបីតាពូជឺនឹងក៏គេមិនដឹងដែរគេក៏សួរទៅកាន់ឈិញយូទៅថាមានអីពិសេសមែនហើយឈិញយូថាអ្នកទាំងអស់គ្នាកម្មវិធីថ្ងៃនេះគឺរៀបចំឡើងដោយគូដណ្ដឹងរបស់គេគឺកញ្ញាហ្វាំងមូឡានគេក៏ស្របទៅតាមគំនិតរបស់នាងទៅធ្វើឲ្យពួកគេនឹងចង់ដឹងខ្លាំងមែនទែនថានាងហ្វាំងនឹងមានអ្វីពិសេសដើម្បីទទួលគេពេលនោះក៏ឃើញឡានរបស់ឈិញយីបើកចូលមកត្រួយហើយពួកគេក៏សួរឈិញយូទៅថាខេមិនអោយបើកឡានចូលទេអីហើយឈិញយូនឹងក៏ឆ្លើយថាមិនដឹងដែរតែមិនមែនឈិញយីទេគឺជាឡៃអ៊ីជាមួយនឹងលពូលីដែលចុះពីលើឡានហើយប៉ែចុងឈីនឹងគេក៏បានស្គាល់ព្រោះគាត់គឺជាមេការរបស់ឪពុកគេនឹងឯងហេតុអីបានជាគាត់មកនៅទីនេះតែឡៃអ៊ីនឹងក៏ឆ្លើយមិនទាន់ទេនាំពូលីទៅសិនទៅហើយពួកគេនឹងក៏ឆ្ងល់ថាប្រហែលជាឈិញយីនឹងមានការភ្ញាក់ផ្អើលអីសម្រាប់ពួកគេដឹងហើយម្នាក់កំពុងតែទាយពីគំនិតរបស់ឈិញយីខណៈពេលដែលគេនេះកំពុងតែឈរមើលស៊ូធ្វើម្ហូបអត់មានតាណាទេហើយពេលនឹងឡៃអ៊ីក៏បានមករាយការណ៍ថាមនុស្សបាននាំមកដល់ហើយប៉ុន្តែគេចង់ប្រាប់ឲ្យអ្នកប្រុសរបស់គេបានដឹងថាបើសិនជាគ្រូសាហួរគេដឹងថាស៊ូជាឃាតករពិតមែននាងច្បាស់ជាមិនរស់ទេតែលោកប្រុសគេទទួលយកបានឬក៏អត់សំណួរមួយនេះហើយឈិញយីឆ្លើយមិនចេញទេព្រោះអីចិត្តរបស់គេនៅតែស្រឡាញ់ស៊ូអញ្ចឹងឈរមើលនាងធ្វើម្ហូបបដាក៏នឹកឃើញដល់អនុស្សាវរីយ៍របស់ពួកគេទាំងពីរនាក់ដែលរស់នៅជាមួយគ្នាកាលនោះនាងក៏ជាចង់ភៅដែលធ្វើម្ហូបឲ្យគេញ៉ាំដែរពេលនោះហើយពួកគេមានក្តីសុខជាមួយគ្នាណាកាលនោះជាគ្មានរឿងទាំងអស់នឹងកើតឡើងទេពេលនេះពួកគេប្រហែលជាមិនប្រឈមមុខជាមួយគ្នាជាសត្រូវបែបនេះឡើយហើយឈិញយីរបស់យើងក៏ស្ទុះទៅរកស៊ូនឹងតែម្ដងហើយក៏ចាប់បោអៀមរបស់នាងយកមកចងសារជាថ្មីធ្វើអ្នកបម្រើនៅទីនោះគេនាំគ្នាគាំងអស់ហើយព្រោះអីនាងគឺជាគូនដឹងរបស់បងប្រុសបែរជាមកស្និទ្ធស្នាលជាមួយប្អូនប្រុសទៅវិញឈិញយីក៏ថាទៅបើពួកគេនៅតែបន្តមើលទៀតគេមិនធានាទេថាអាចរក្សាភ្នែករបស់ពួកគេបានម្នាក់គ្រាន់តែលឺអញ្ចឹងលេងហ៊ានមើលបដ ឈិញយីរបស់យើងក៏បានប្រាប់តនាងទៅកំគិតថាមនុស្សរបស់នាងអាចចាត់ការបានហើយគេគ្មានការប្រុងប្រយ័ត្នទុកមុននោះសួរនេះនៅតែសម្ដីលោអញ្ចឹងថាទូប្រុសរបស់យើងផឹកស្រាមុនកម្មវិធីចាប់ផ្ដើមហើយមើលទៅបាននិយាយមកនាងស្ដាប់មិនយល់ហើយបែរទៅធ្វើម្ហូបធម្មតាឈិញយីគេខឹងខ្លាំងមែនតើក៏ចាប់អូកនាងទៅចាប់បើកអាប់ឡាប់អួយឲ្យនាងមើលតែម្ដងទៅថានោះគឺជាពីណាគេគឺជាមនុស្សដែលមើលឃើញនាងសម្លាប់ហួរមិនស៊ីបានមកដល់ហើយនាងគិតថានាងអាចរួចខ្លួនដែរឬក៏អត់យប់នឹងអ្វីដែលគេធ្វើទាំងអស់នេះគឺគ្រាន់តែចង់ឲ្យនាងទទួលស្គាល់សារភាពថានាងគឺជារិនស៊ូតែប៉ុណ្ណោះប៉ុន្តែនាងនៅតែមិនហាមាត់ទទួលស្គាល់ធ្វើឲ្យឈិញយីគេទប់កំហឹងឡើងបានហើយពេលហ្នឹងក៏អូតដៃស៊ូចេញទៅបង្ហាញមុខឲ្យអ្នកទាំងអស់គ្នាបានឃើញតែម្ដងទៅខណៈពេលដែលអ្នកខាងក្រៅឯណែមិនទាន់ដឹងរឿងអីទេពូជឺនេះវិញក៏មកជួបជាមួយនឹងបងស្រីធំរួចហើយក៏សរសើរទៅគាត់ថាស្អាតអីអញ្ចឹងណារួចហើយគាត់ក៏បាននាំគេទៅកន្លែងផ្សេងបាត់ទៅចំណែកកំឡោះទាំង3នាក់នេះវិញណាអត់និយាយគ្នាទេតែការគិតរបស់ពួកគេដូចគ្នាហើយត្រង់បានចាងមីងស៊ូហ្នឹងគេក៏លួចនិយាយជាមួយនឹងអប៉ែចុងឈីហ្នឹងទៅថានៅសុកឈិញយីនាំមេកាលីរបស់លោកពូមកប្រហែលជាមានផែនការអីហើយពេលហ្នឹងអប៉ែចុងឈីគេក៏បាយសួរទៅកាន់ឈិញយូទៅតែឈិញយូថាមិនដឹងដូចគ្នាប៉ុន្តែគេជឿជាក់ទៅលើប្អូនប្រុសរបស់គេថាឈិញយីមិនធ្វើអ្វីមួយគេចេះគិតហើយហើយប៉ែចុងឈីហ្នឹងគេក៏និយាយប្រយោលទៅថាប្រហែលជាមានអីតាក់ទងទៅនឹងរឿង3ឆ្នាំមុនទេដឹងអាចឲ្យឈិញយូណែក៏កំពុងតែសង្ស័យគិតដូចគ្នាមិនដឹងទេថាប្អូនប្រុសរបស់គេនេះបាននាំស៊ូចេញមកដល់ខាងក្រៅហើយគឺនៅក្បែរគុំជែកនេះមើលទៅកាន់ពូលីហើយឈិញយីក៏ថាគេផ្ដល់ឱកាសឲ្យនាងជាលើកចុងក្រោយចង់ស្លាប់នៅក្រោមស្នាដៃគ្រួសារហួរឬក៏ស្លាប់ដោយស្រួលនៅក្រោមដៃរបស់គេហើយស៊ូនេះក៏ថាខ្លួនឯងនេះអស់ផ្លូវទៅហើយមើលទៅយប់នេះគេចង់ឲ្យនាងស្លាប់ឲ្យតតែបានដូច្នេះស៊ូក៏បានរៀបចំអំណោយចុងក្រោយមួយឲ្យគេគឺនៅក្នុងថតតុកក្នុងបន្ទប់របស់នាងឲ្យឈិញយីទៅយកទៅតាមពិតឈិញយីអត់ត្រូវទៅយកទេប៉ុន្តែគេចិត្តមិនដាច់ពីស៊ូនឹងហ្មងណាគេចង់ដឹងថានាងទុកអីឲ្យគេហើយគេក៏ឲ្យនាងនៅទីនឹងសិនហើយឈិញយីក៏បញ្ញាបញ្ញាលទៅក្នុងបន្ទប់របស់នាងដើម្បីរកមើលរបស់នៅក្នុងថតតុកស៊ូនេះវិញប្រឹងនឹងគេចេញទៅហើយតែបងស្រីធំនឹងគេក៏លេចមកឃើញនាងក៏ស្រែកហៅនាងពីចម្ងាយឲ្យចូលមកនេះមកដល់ពេលគាត់ហៅលឺអញ្ចឹងទៅលោកពូលីគាត់ក៏បានកលេចទៅមើលខាងនឹងដូចគ្នាហើយក៏ឃើញស៊ូរបស់យើងនឹងឯងគាត់នៅចាំបាននាងគឺជាមនុស្សស្រីតែម្នាក់ដែលនាំមនុស្សស្រីម្នាក់ផ្សេងទៀតចេញពីបន្ទប់របស់លោកម្ចាស់ហួរយប់ដែលកើតហេតុនោះហើយគាត់ក៏តម្រង់ទៅរកនាងតែម្ដងនៅខណៈពេលដែលអ្នកផ្សេងទៀតគេកំពុងតែមើលមកនាងដូចគ្នាដែរស៊ូភ័យខ្លាំងមែនតើមិនដឹងធ្វើម៉េចមកទេពេលនេះហើយស្របពេលដែលឈិញយីគេបានមកដល់បន្ទប់របស់នាងគេក៏ស្ទុះទៅបើកថតតុកមើលគេក៏ឃើញប្រអប់មួយដែលរៀបចំជាកាដូទុកសម្រាប់ឈិញយីនឹងឯងលុះគេបើកមើលទៅក៏ឃើញផ្កាចិនធាននេះបញ្ជាក់យ៉ាងច្បាស់ថានាងគឺជាស៊ូដែលគេស្គាល់ពិតមែនហើយខណៈពេលហ្នឹងក៏មានគេស្រែកថាមនុស្សធ្លាក់ទឹកហើយឲ្យជួយផងឈិញយីនេះមិនដឹងថាពីណាគេទេក៏រត់ទៅសិនទៅហើយតាមផ្លូវហ្នឹងគេគិតហើយថាប្រហែលជាស៊ូហើយក្នុងចិត្តរបស់គេគិតក្នុងចិត្តថាបើសិនជាបាត់បង់នាងម្ដងទៀតគេប្រកាសជាទទួលយកមិនបានឡើយពេលដែលគេរត់ទៅដល់ក៏មានឃើញមនុស្សចោមរោមច្រើនមែនតែអត់មានពីណាគេចោះទៅជួយទេឈិញយីគ្រាន់តែទៅដល់ភ្លាមក៏ហត់ចូលក្នុងទឹកដើម្បីជួយនាងហើយដល់ពេលគេឃើញលពូលីខំអើតមើលនឹងគេក៏ទាញស៊ូមកអប់ជាប់ទ្រូ
ងហើយក៏និយាយទៅកាន់អ្នកទាំងអស់គ្នាថាឲ្យពួកគេត្រឡប់ចូលទៅក្នុងកម្មវិធីវិញចោះកុំឲ្យខូចបរិយាកាសក្នុងកម្មវិធីអីអញ្ចឹងណាហើយគេក៏បីតកងនាងចេញពីក្នុងទឹកតាមច្រកផ្សេងកុំឲ្យអ្នកទាំងអស់គ្នានឹងឃើញបញ្ជាក់បានយ៉ាងច្បាស់ថាឈេងយីនេះនៅតែស្រឡាញ់នាងខ្លាំងហើយមិនដាច់ចិត្តឃើញនាងត្រូវគេបកអាក្រាតទេបើសិនជាការលោតទឹកនេះគឺជាការរៀបចំរបស់ស៊ូស៊ូដើម្បីគេចមុខពីអ្នកទាំងអស់គ្នាហើយឈេងយីនឹងមកជួយនាងនោះប្រហែលជាឈេងយីនឹងខឹងនាងតែអត់ទេឈេងយីពេលនេះគេបារម្ភពីនាងខ្លាំងណាស់ហើយគេក៏កំពុងតែលួចស្ដាប់នាងនិយាយជាមួយនឹងបងប្រុសរបស់គេដោយឈេងយូនឹងចង់នាំនាងទៅមន្ទីរពេទ្យប៉ុន្តែនាងថាអត់អីទេហើយឈេងយូក៏ចេញទៅបាត់ទៅឈេងយីនេះប្រងចូលទៅជួបនាងទៅហើយគេក៏លឺនាងខលទូរស័ព្ទឈេងយីក៏ស្ទុះទៅកញ្ឆក់ទូរស័ព្ទរបស់នាងតែម្ដងស្មានថានាងខលទៅមនុស្សរបស់នាងដើម្បីរៀបចំផែនការអីទៀតហើយមើលទៅឯស៊ូស៊ូក៏ប្រាប់ទៅថានាងខលទៅរកគ្រូពេទ្យដើម្បីអាចជួយព្យាបាលដៃរបស់គេបានព្រោះមុននឹងពេលដែលឈេងយីបីនាងបានឃើញដៃរបស់គេដែលមានរបួសនឹងទៅឈេងយីនឹងគេថយមកអង្គុយនិយាយជាមួយនាងស្រួលបួលវិញហើយស៊ូស៊ូក៏សួរទៅថាដៃរបស់គេនឹងកើតឡើងបានយ៉ាងម៉េចឈេងយីក៏ប្រាប់ទៅថាពេលដែលគេជាប់គុកនឹងដោយសារតែគ្រួសារហួរគិតថាគេគឺជាឃាតករដែលបានសម្លាប់លោកម្ចាស់ហួរក៏ជួលមនុស្សចូលទៅក្នុងគុកដើម្បីកាត់សរសៃដៃរបស់គេនឹងឯងតែក៏បារម្ភអីថ្មីត្បិតតែពេលនេះគេមិនអាចកាន់កំបិតវះកាត់បានទៀតតែគេកាន់កំភ្លើងបាញ់ត្រង់ខ្លាំងណាស់ស៊ូស៊ូនេះចង់ឲ្យគេសាកល្បងព្យាបាលក្រែងលោនៅមានសង្ឃឹមមកទៅឈេងយីនឹងគេថានាងថាគេគឺជាគ្រូពេទ្យស្មានតែគេមិនដឹងពីស្ថានភាពដៃរបស់ខ្លួនឯងមែនស៊ូស៊ូនេះមានអារម្មណ៍ថាខុសដោយសារតែនាងទៅនាងប្រាប់ឈេងយីនឹងទៅថាតាំងពីដើមដល់ឥឡូវនាងគ្មានចេតនាធ្វើបាបគេឡើយឈេងយីនេះអត់មានតបតអីទេគេក៏លេទៅឃើញជើងនាងគេខ្លាចនាងតិចគេក៏ទៅទាញភួយយកមកដណ្ដប់ឲ្យនាងទៅស្រាប់តែស៊ូស៊ូនឹងក៏ទាញដៃរបស់គេជាប់មើលស្នាមរបួសនៅលើដៃរបស់ឈេងយីហើយសូពេកនាងក៏យំយីណែពេលដែលឃើញនាងយំអញ្ចឹងគេត្រង់មើលមិនបានក៏ប្រាប់ឲ្យនាងនឹងឈប់យំសោកអីទៀតទៅពេលនៅលើរថភ្លើងនោះក្រែងនាងនិយាយថាគេគ្រាន់តែជាឧបករណ៍ប្រើប្រាស់តើអីហើយទោះបីជាគេពិការក៏មិនតាក់ទងអីជាមួយនាងឡើយហើយស៊ូស៊ូនេះវិញក៏ថាឈេងយីវិញទៅថាបើទោះបីជានាងយំក៏គ្មានតាក់ទងអីជាមួយគេដូចគ្នាឈេងយីនឹងក៏ថាទៅបើនាងពិតជាមានអារម្មណ៍ខុសចំពោះគេមែនណាមិនចាំបាច់រំលឹករឿងពីមុនទៀតទេហើយពេលហ្នឹងគេក៏សួររឿងផ្កាថានាងបានវាមកពីណាហើយស៊ូស៊ូនឹងក៏ប្រាប់ទៅថាខែងគេនឹងជាអ្នកបោះចោលហើយនាងគ្រាន់តែរើសវាមកទេហើយឈេងយីយើងក៏បានបដិសេធថាគេមិនបានបោះផ្កាចោលទេនិយាយដល់ត្រឹមនេះគេក៏នឹកឃើញថ្ងៃនៅលើរថភ្លើងនោះគេបានបេះផ្កាមកតងពីផ្ទះដើម្បីឲ្យនាងអញ្ចឹងក៏មានន័យថាគ្រប់យ៉ាងគឺជាការក្រងរបស់នាងនៅថ្ងៃកើតហេតុនោះនាងបានបាត់ការចងចាំឬក៏លែងស្គាល់គេទេហើយឈេងយីពេលនេះពោពេញដោយចង្អល់ហ្មងស៊ូស៊ូឃើញអញ្ចឹងទៅក៏ចង់ទៅប៉ះគេតែក៏ដកដៃមកវិញប្រហែលជានាងគិតថាពួកគេឥឡូវមិនអាចស្និទ្ធស្នាលដូចពីមុនបានទៀតហើយមើលទៅហើយនាងក៏សួរតែឈេងយីវិញទៅថាហេតុអីបើឥឡូវគេប្រកែកឆ្ងល់ម៉ែហើយឈេងយីក៏ថាទៅមនុស្សជាប់គុកដល់តែ3ឆ្នាំគ្មានពីណាដូចពីមុនទៀតទេស៊ូស៊ូនេះលឺហើយក៏បានត្រឹមតែសុំទោសនឹងឯងតែធ្វើឲ្យឈេងយីខឹងលើដើមទៅវិញថានាងធ្វើរឿងរ៉ាវដាក់គេច្រើនខ្លាំងណាស់ចុងក្រោយគ្រាន់តែសុំទោសនាងគិតថាអាចសងគេរួចដែរមែនតាំងពីដំបូងឡើយនាងចូលមកក្បែរគេសុទ្ធតែមានផែនការចុងក្រោយនាងគ្រាន់តែនិយាយពាក្យសុំទោសបើសិនជានាងនេះយកចិត្តទុកដាក់ជាមួយគេមែនណាកាលពី3ឆ្នាំមុនមិនមែននាងខ្លាចបន្លំធ្វើស្លាប់ចំពោះមុខគេទេនាងក៏មិនបានគិតពីចិត្តរបស់គេដែលឈឺចាប់ឡើយឲ្យស៊ូស៊ូនេះវិញមិនដឹងបកស្រាយមិនដើម្បីឲ្យគេយកពីនាងទេនាងក៏ដកស្នៀតសក់របស់នាងដាក់ចូលក្នុងដៃរបស់គេដើម្បីឲ្យគេយកជីវិតនាងទៅសងនៅអ្វីដែលនាងជាពាក់គេហើយឈីងយីនេះវិញក៏នឹកឃើញកាលពីមុននាងក៏ប្រើប្រាស់ខ្លួនដើម្បីសម្លាប់នាងអញ្ចឹងដែរគេក៏សរសើរនាងថាពូកែខ្លាំងមែនទែនគិតថាគេនេះមិនហ៊ានសម្លាប់នាងមែនពេលហ្នឹងស៊ូស៊ូដើម្បីឲ្យឈីងយីខឹងនាងក៏និយាយបញ្ជូរគេថានាងដឹងពីគេច្បាស់ណាស់ពេលវេលាសំខាន់បែបនេះគេតែងតែចាញ់រាល់ពេលហើយដោយអ្វីដែលនាងនិយាយបញ្ជូរគេអញ្ចឹងពីមុនឈីងយីមិនអាចសម្លាប់នាងឥឡូវនេះគេក៏មិនអាចសម្លាប់នាងបានដូចគ្នាហើយឈីងយីនេះត្រឹមតែវាជញ្ជាំងដឹងខ្លួនឯងដែលមិនអាចធ្វើរឿងនឹងចំពោះនាងបានស៊ូហ្នឹងក៏សួរទៅកាន់គេទៅថាធ្វើយ៉ាងម៉េចជាមួយមេកាលីនោះឈីងយីក៏យករឿងនឹងមកគំរាមនាងតែម្ដងថាចាប់ពីពេលនេះទៅមិនឲ្យនាងមានកំណត់រៀបចំល្បិចអីទៀតទេសំងំនៅតែស្ងៀមទៅបើមិនអញ្ចឹងទេមេកាលីនោះនឹងទៅផ្ទះគ្រួសារហួរពេលណាក៏បានដែររួចមកគេក៏គប់អាស្នៀតសក់នាងនឹងចោលទៅខឹងដើរចេញទៅបាត់ទៅលុះដល់ថ្ងៃស្អែកឡើងដំណឹងមេកាលីបង្ហាញខ្លួនអប៉ែចុងឈីនឹងគេយកទៅប្រាប់ហួរមីងសៀនហើយនាងពិតជាចង់ជួបគេខ្លាំងណាស់នាងក៏ស្ដីឲ្យបងជីដូនមួយរបស់នាងទៅថាហេតុអីបានបញ្ចាប់មេកាលីនោះមកសួរដើម្បីរកឃាតករដែលសម្លាប់ឪពុកនាងទៅហើយប៉ែចុងឈីនឹងគេក៏សួរនាងទៅគិតថាខ្លួននាងនឹងជាពីណាគេកំភ្លេចថានាងនេះគ្រាន់តែជាកូនបញ្ចាំដែលគេរើសយកមកចិញ្ចឹមតែប៉ុណ្ណោះមានសិទ្ធអីមកនិយាយបែបនេះដាក់គេទេមីងសៀនគិតថាខ្លួនឯងពេលនេះមានតម្លៃសម្រាប់គ្រួសារហួរដែលត្រូវរៀបការដោះដូរជាមួយគ្រួសារមូរងក៏យកជីវិតរបស់នាងមកគំរាមបើសិនជានាងស្លាប់វិញនោះតែចុងឈីនឹងគេមិនខ្វល់ទេរួចក៏និយាយថានាងស្លាប់ចោលបើសិនជានាងគិតថាគេអាចមើលថែម្ដាយនាងបានល្អនោះដល់ពេលអញ្ចឹងទៅមីងសៀនឯណែមិនហ៊ានទេរួចក៏លួងលោមបងជីដូនមួយនឹងឲ្យជួយប្រាប់នាងពីទីតាំងរបស់មេកាលីថានាងគ្រាន់តែចង់ជួបគាត់តែប៉ុណ្ណោះហើយមេកាលីកំពុងតែស្នាក់នៅផ្ទះសំណាក់មួយកន្លែងដែលមានការយាមកាមពីមនុស្សរបស់ឈីងយីនោះឯងគាត់សុំត្រឡប់ទៅផ្ទះវិញដែរតែគេព្រមទេបើគ្មានការយល់ព្រមពីឈីងយីនោះពេលហ្នឹងមីងសៀនក៏បង្ហាញខ្លួនហើយមេកាលីគាត់ចំណាំនាងបានក៏សុំនិយាយជាមួយគាត់បន្តិចទៅ
ពួកគេមិនហ៊ានហាមឃាត់ទេដោយសារតែនាងអះអាងថាជាគូដណ្ដឹងរបស់ឈិញយីនាងក៏សួរទៅកាន់មេកាលីនឹងទៅថាឈិញយីនឹងគេនាំគាត់មកធ្វើអីមេកាលីក៏ប្រាប់ទៅថាគេចង់ឲ្យគាត់មកបញ្ជាក់ពីមនុស្សម្នាក់នៅក្នុងកម្មវិធីហ្នឹងប៉ុន្តែមានរឿងហេតុកើតឡើងក៏មិនបានបញ្ជាក់អីដែរតែគាត់បានឃើញមនុស្សស្រីម្នាក់ដែលដូចគ្នាមែនទែនទៅនឹងមនុស្សស្រីដែលបង្ហាញខ្លួននៅថ្ងៃកើតហេតុរបស់លោកម្ចាស់ហួរឮតែអញ្ចឹងមីងសៀននេះក៏នាំមេកាលីទៅចង្អុលមុខមនុស្សស្រីម្នាក់នឹងតែម្ដងមនុស្សរបស់ឈិញយីបានខត់ដែរតែគេគ្នាច្រើនជាងហើយនាងយកមេកាលីនឹងទៅបាត់ទៅគ្រួសារមូរងពេលនេះមិនបាននៅភូមិគ្រឹះទេពួកគេបានមកសារតម្កល់ស្លាប់ប្រលឹងដូនតាដើម្បីគោរពជាមួយគ្រួសារទាំងមូលតែម្ដងលោកស្រីធំនឹងក៏បានចូលទៅគោរពដូនតាជាមួយនឹងកូនហើយនិយាយជាមួយប្តីរបស់ខ្លួនឯងដែលបានចាក់ចែងទៅឲ្យគាត់នៅរ៉ាប់រងគ្រួសារនឹងរងទុកតែម្នាក់ឯងហើយក៏បញ្ជាក់ពីក្តីនឹករលឹករបស់ខ្លួនចំពោះប្តីអីអញ្ចឹងទៅហើយកូនស្រីធំនឹងក៏សួរទៅម្ដាយថាហេតុអីបានថ្ងៃនឹងមិនអោយលីពូជឺមកដែរម្ដាយនេះក៏ថាទៅពូជឺគេទៅតែឡើងជាអធិការមានកិច្ចការរវល់ច្រើនណាស់ហើយណាមួយគេមិនមែនជាសាច់ញាតិរបស់គ្រួសារមូរងផងនាំគេមកទីនេះតែធ្វើឲ្យដូនតាបព្វបុរសគេប្រកាន់នាំរឿងនាំហេតុទៅដល់ពូជឺនឹងទៅវិញទេឈិញយេនេះគេហួសចិត្តខ្លាំងមែនតែនក៏ថាឲ្យអ្នកម្ដាយរបស់គេទៅថាព្រួយបារម្ភគិតគូរពីកូនប្រុសក្រៅខោនឹងខ្លាំងមែនតែនហើយម្ដាយនេះប្រុសនឹងស្ដីឲ្យគេទៅហើយតែឈិញយូនិយាយកាត់ទៅអាចចង់ឲ្យម្ដាយនឹងណែនាំហ្វាំងមូឡាននឹងឲ្យដូនតារបស់គេនឹងបានដឹងដែរតែម្ដាយនេះគិតថាវាមិនតាន់ដល់ពេលត្រឹមត្រូវទេព្រោះនាងមិនតាន់រៀបការចូលគ្រួសាររបស់គេនៅឡើយឥឡូវនេះគ្រាន់តែឲ្យនាងស្វែងយល់ពីបុព្វបុរសដូនតាប្រវត្តិរបស់គ្រួសារគេទៅបានហើយដែលឲ្យឈិញរួយនឹងគឺជាអ្នករៀបរាប់ស្របពេលជាមួយគ្នានឹងដែរមីងសៀននាងក៏បានមកដល់ហើយលោកពូលីនឹងប្រកែកមិនចង់ចូលទៅទេព្រោះវាជាសាររបស់ដូនតាគ្រួសារមូរងតែនាងមិនព្រមទេក៏អូសគាត់ចូលទៅតែម្ដងគ្រាន់តែម្ដងភ្លាមក៏សើចចំអកឲ្យគ្រួសារមូរងថាមានកូនគឺជាឃាតករតែនៅអាចអួតក្តែងថាខ្លួនឯងជាគ្រួសារត្រឹមត្រូវអីណាទៀតលោកស្រីមូរងគាត់ក៏ស្ដីឲ្យទៅនេះជាពេលវេលារបស់គ្រួសារគាត់គ្មានសិទ្ធអីចូលមកទីនេះឡើយស៊ូនាងក៏កលេចទៅឃើញមេកាលីនាងក៏ពួនកិច្ចមុខទៅមីងសៀនក៏បាននិយាយតទៀតថាឈិញយីរបស់យើងមិនស័ក្តិសមមកគោរពដូនតាបង្ហាញភាពស្មោះត្រង់អីទេទាំងដែលខ្លួនឯងនេះគឺជាឃាតករម្នាក់ដែលសម្លាប់ឪពុកក្មេកអីបែបហ្នឹងនោះឈិញយីរបស់យើងក៏ស្ដីឲ្យនាងឈួតហើយមុននិយាយអ្វីមួយត្រូវមានផុសតាងឲ្យនាងយកចេញមកហើយនាងក៏ឆ្លើយថានាងអត់ទាន់មានពិតមែនតែនាងដឹងថាគេនាំយកមេកាលីមកដើម្បីចង្អុលបង្ហាញមនុស្សដែលជាឃាតករពិតប្រាកដច្បាស់ជាដឹងហើយថាពីណាគេគឺជាឃាតករដែលសម្លាប់ឪពុករបស់នាងឲ្យគេបកលចេញមកបើមិនអញ្ចឹងទេមានន័យថាគេកំពុងតែផ្សំគំនិតលាក់ឃាតករនាងមិនអាចអត់ឱនឲ្យគេបានឡើយហើយម្ដាយនេះអត់មានដឹងរឿងអីទេក៏សួរទៅកាន់ឈិញយីថាអ្វីដែលមីងសៀននិយាយជាការពិតមែនឈិញយីនេះមានតបតជាមួយម្ដាយទេបែរជាសួរមីងសៀនវិញទៅថានាងកើតរោគអីគេពិបាកចិត្តរឿងដែលមិនអាចភ្លេចប្រោសស្នេហ៍ចាស់បានមែនបើសិនជាអញ្ចឹងមែនផ្ដាច់ពាក្យជាមួយគេទៅមិនចាំបាច់មកលេងឆាតល្ខោនអីនៅទីនេះទេព្រោះទីនេះហាក់គឺជាសាលដូនតាវាមិនស័ក្តិសមឡើយហើយមីងសៀនក៏ថាឈិញយីវិញទៅមិនបាច់ប្រឹងផ្លាស់ប្ដូរប្រធានបទទេបើទោះបីជានាងស្រឡាញ់ប្រោសស្នេហ៍នាងមែនណាតើវាយ៉ាងម៉េចគេនឹងមិនស័ក្តិសមទទួលបានក្តីស្រឡាញ់ពីនាងឡើយគេគ្រាន់តែជាមនុស្សអត់បានការរបស់គ្រួសារទាំងពីរជាឆ្កែរបស់គ្រួសារលីដែលគេដេញក្បាលចោលហើយរត់មកសុំបាយស៊ីនៅមាត់ទ្វាររបស់គ្រួសារមូរងតែប៉ុណ្ណោះមានឈ្មោះជាអ្នកប្រោសទី2នឹងតើវាយ៉ាងម៉េចគេគ្រាន់តែជាមនុស្សល្ងងខ្លៅគ្មានភាពខ្មាស់អៀនគឺជាឃាតករដែលត្រូវបានឪពុកម្ដាយនឹងបោះបង់ចោលតែប៉ុណ្ណោះនិយាយរបស់យើងគេខឹងខ្លាំងណាស់ពេលហ្នឹងតែប្រឹងត្រមសុកចិត្តក្តាប់ដៃក្នុងហៅប៉ៅខោតែមានមនុស្សម្នាក់ទៀតមកបញ្ចេញកំហឹងជំនួសគេក៏ទះមីងសៀនម្ដាយចំក្តារមុខតែម្ដងគឺស៊ូនឹងឯងមិនត្រឹមតែវាយនាងទេថែមទាំងឌីលមីងសៀននឹងទៀតណាមកពីតកូលណាបែរជាមិនមានការរៀនសូត្រប្រើសម្ដីមើងងាយទៅកាន់អនាគតប្តីនិងគ្រួសារសាច់ថ្លៃអញ្ចឹងទេតែគ្រួសាររបស់នាងមិនបានបង្រៀននាងទេមែនឬពេលអញ្ចឹងហើយឈិញយីគេឡើងពេញចិត្តហ្មងណាហើយពេលហ្នឹងឈិញយីក៏ឆ្លៀតសញ្ញោឲ្យឡាយអ៊ីនាំមេកាលីនឹងចេញទៅមីងសៀនក៏ថាស៊ូនឹងគ្មានសិទ្ធមកបដៅនាងអញ្ចឹងទេស៊ូរបស់យើងថានាងមានសិទ្ធក្នុងនាមនាងជាអនាគតបងថ្លៃទោះជាមិនមែនអញ្ចឹងក៏ដោយស៊ូនឹងគឺជានាងហ្វាំងមកពីគ្រួសារហ្វាំងនាងចង់ធ្វើអីគឺស្រេចតែចិត្តនាងមិនចោះអាឈិញយីនេះគេលួចខ្សប់ថាមេកាលីនៅទីនោះនាងមិនខ្លាចទេអីស៊ូនឹងក៏ថាទៅមានគេនៅទីនេះហើយនាងមិនបាច់ខ្លាចទេហើយឈិញយីនឹងក៏មិនចាំបាច់ខ្លាចដែរព្រោះមាននាងនៅទីនេះដូចគ្នាទីបំផុតបងប្រុសធំរបស់គេក៏ចេញមុខតវ៉ាយប្អូនប្រុសគេហើយថារឿងរ៉ាវរបស់គ្រួសារទាំងពីរកាលពី3ឆ្នាំមុននឹងគឺបានដោះស្រាយជាមួយគ្នារួចរាល់ហើយបើសិនជានាងពេញចិត្តទេឲ្យត្រឡប់ទៅគ្រួសារហួរវិញឲ្យពួកគេមកដោះស្រាយជាមួយគ្រួសារមូរងមកតែពេលនេះបើសិនជានាងមិនចាក់ចេញពីសាលដូនតារបស់គេទេក៏ស្រាប់តែលើកកំភ្លើងមកភ្ជុំក្បាលរបស់មីងសៀននឹងតែម្ដងហើយមីងសៀននេះខឹងខ្លាំងណាស់ថាពួកគេនេះកំពុងតែការពារឃាតករនាងមានសាក់សីស្រាប់តែបែរទៅបាត់លពូលីបាទហើយក៏ដឹងថាជាស្នាដៃរបស់ឈិញយីនឹងឯងដែលយកមេកាលីតម្លាក់ទុកហើយឈិញយីរបស់យើងក៏ស្រ័យសួរទៅកាន់កូនចៅរបស់ពួកគេថាឃើញមេកាលីដែរឬទេហើយកូនចៅគេនឹងក៏ណាស់ទៀតថាអត់ឃើញទេធ្វើឲ្យមីងសៀននឹងខឹងខ្លាំងមែនទែនក៏ចោទឈិញយីរបស់យើងកំពុងតែលាក់ឃាតករស្រីមូរងក៏ចេញមកសួរនាងទៅថាកំពុងតែស្រែករកយុត្តិធម៌ឲ្យពីណាគេព្រោះតាមគាត់ដឹងថាឪពុករបស់នាងបានសម្លាប់មនុស្សក៏មិនតិចដែរតើចង់រកយុត្តិធម៌ឲ្យពួកគេដែរឬក៏អត់មីងសៀននឹងឆ្លើយមានចេញឯណាឈិញយីរបស់យើងនេះក៏ថាទៅនាងចង់បាត់ខ្លួនចេញពីពិភពលោកនឹងឥឡូវអត់គេអាចជួយនាងបានធ្វើឲ្យមីងសៀននឹងខឹងខ្លាំងមែនទែនហើយនាងក៏ចេញទៅសិនទៅព្រោះឥឡូវនេះគេកំពុងតែ
នាំគ្នាព្រួតហើយគាត់តែនាងចេញទៅផុតម្ដាយនេះក៏ឲ្យឆេងយីលុតជង្គង់ដល់ចំពោះមុខដូនតានឹងតែម្ដងយូរណាស់ដឹងថាម្ដាយខ្លួនកំពុងខឹងក៏ឲ្យឆេងយីធ្វើតាមអ្វីដែលម្ដាយប្រាប់ទៅហើយឆេងយីរបស់យើងក៏មកលុតជង្គង់ដល់ចំពោះមុខដូនតានឹងទៅហើយក៏ត្រូវម្ដាយនឹងស្ដីឲ្យទៀតថាបករឿងបកហេតុនៅខាងក្រៅមិនអស់ចិត្តទេនឹងក៏នាំភាពអាម៉ាស់មកដល់សារដូនតានឹងទៀតគាត់ពិតជាខកចិត្តខ្លាំងមែនទែនមិនដឹងថាគាត់បង្កើតបានកូនតេរិឆានអីបែបហ្នឹងទេឬពេលហ្នឹងហើយស៊ូរបស់យើងក៏យល់ស្របដល់អត្ថន័យនៃពាក្យសម្ដីរបស់ឆេងយីនឹងតែម្ដងដែលគេបាននិយាយថាកើតមកគឺដើម្បីតែម្នាក់ឯងមិនមានពីណាគេមកដើរជាមួយទេថាគេនេះមិនស័ក្តិសមនឹងទទួលបានរឿងរ៉ាវដែលល្អរួចហើយថាខ្លួនឯងគឺជាមនុស្សដែលលួនចេញពីលូស័ក្តិសមជាមួយមីងសៀននឹងខ្លាំងណាស់ហេតុអីបានជាគេកិននិយាយចេញមកបែបហ្នឹងបានព្រោះគ្រួសារមួយនេះមិនដែលផ្ដោតតម្លៃឲ្យគេផងហ្នឹងហើយឆេងយីនេះក៏មកខ្លាំងទៀតថាឲ្យម្ដាយរបស់គេទៅថាសូម្បីតែមីងសៀនណាក៏មើលដឹងថាគេជាមនុស្សបែបណាដែរហេតុអីបានជាគាត់នៅរំពឹងទៀតថាគេអាចជាកូនប្រុសដ៏ល្អរបស់គាត់បានឲ្យគាត់នឹងបញ្ញាភ្ញាក់ពីយកសពវិញមកធ្វើឲ្យម្ដាយនេះខឹងខ្លាំងមែនតើក៏វាយអាកែវទានឹងតម្រូវទៅចំក្បាលរបស់ឆេងយីទៅស៊ូនឹងក៏ច្រានឆេងយីចាញ់ត្រូវក្បាលនាងជំនួសវិញធ្វើឲ្យអ្នកទាំងអស់គ្នាតក់ស្លុតខ្លាំងមែនតើហើយសាច់រឿងរបស់យើងក៏ស្លេះត្រឹមនឹងទៅអ្នកទាំងអស់គ្នាកុំភ្លេចរងចាំទស្សនាភាគក្រោយជាមួយ admin ទៀតណាអរគុណខ្លាំងមែនតើបាយបាយអ្នកទាំងអស់គ្នា